បងប្អូនទាំងអស់គ្នាដែលប្រើទូរស័ព្ទ Android ហើយអត់ទាន់ចេះសម្អាតmemory គេហៅថាសម្អាតមេរោគដើម្បីឲ្យទូរស័ព្ទយើង smooth ឲ្យទូរស័ព្ទយើងដើររលូនស្រួលនិងដើរលឿនជាងមុនណាអញ្ចឹងបងប្អូនខ្លះអ៊ំចាស់ខ្លះក៏គាត់អត់ដឹងទេថាសម្អាតទូរស័ព្ទបែបម៉េចគាត់ប្រើគាត់ថតរូបគាត់ download មកឲ្យដោយជាមេរោគឬក៏ជារូបភាពជាវីដេអូអីផ្សេងជាច្រើនដែលគាត់អត់ដឹងថាសម្អាតនៅកន្លែងណាហើយលុបនៅកន្លែងទាំងណាអញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំនឹងធ្វើវីដេអូទាក់ទងជាមួយនឹងការសម្អាតមេរោគនៅក្នុងទូរស័ព្ទដៃទាក់ទងមួយនឹងឯកសារចាស់វីដេអូដែលមិនតម្រូវការឬក៏រូបភាពដែលយើងត្រូវលុបចោលដើម្បីឲ្យ space ឬក៏ឲ្យទំហំទូរស័ព្ទរបស់យើងនៅមានចំហច្រើនពេលដែលវាចំហច្រើនគឺមានន័យថាវាអត់សូវពេញពេលដែលវានៅច្រើនវាដើរលឿនយើងចុចអីយើងចុចកម្មវិធីអ្វីផ្សេងអញ្ចឹងវាដើរលឿនវាអត់មានថាតាក់ទេបើសិនជា memory វាជិតពេញមានន័យថាពេលដែលយើងចុចទៅវាតាក់វាអត់ smooth អត់ដើរអត់ល្អដូចមុនទេអញ្ចឹងយើងសម្អាត space វាឲ្យវានៅច្រើនដើម្បីទទួលបានវីដេអូឬក៏ស្អីផ្សេងជាច្រើនដែលយើងត្រូវថតត្រូវអីបន្ថែមទៀតណាហើយយើងលុបឯកសារចាស់ចោលដែលមិនតម្រូវការដែលមិនសំខាន់ណាតើឥឡូវទៅចូលជាមួយខ្ញុំទាំងអស់គ្នាហើយបងប្អូនអរគ្នាខ្ញុំជឿជាក់ថា Android គឺមានហើយគឺកម្មវិធីមួយនេះអ្នកទាំងអស់គ្នា Phone Master បាទ Phone Master អញ្ចឹងគ្រប់ទូរស័ព្ទ Mac Android ទាំងអស់គឺតែងតែមានកម្មវិធី Phone Master ហ្នឹងណាកម្មវិធីបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាមានណាឥឡូវយើងចុចចូលទៅបាទចុចចូលទៅគឺនេះវាដាក់ Phone Master ហើយនៅក្នុងនេះគឺមានបាទគឺមាន strong clean បាទហើយខ្ញុំទៅសម្អាតមិញទេបាទខ្ញុំទៅសម្អាតមិញវានៅសល់622មេដែលយើងត្រូវសម្អាតវាបន្ថែមទៀតហើយជាមួយនឹងការ scan security បាទឥឡូវយើងចូលជាមួយខ្ញុំបាទអញ្ចឹងយើងចុចចូលកន្លែងនេះមកអ្នកនរគ្នាចូលកន្លែង strong clean ហ្នឹងមកបាទយើងចុចចូលមកបងប្អូនអ្នកគ្នាពេលទុកឲ្យវាដើរសិននេះវាដើរនៅខាងលើហ្នឹងបើសិនយើងអាចសម្អាតទេពេលខ្លះវាលោតទៅដល់3 4 5 6G ឬក៏ 10G បាទតែខ្ញុំអាសាសម្អាតវានេះឃើញអត់ពេលវាលោតមកបែបហ្នឹងអ្នកនរគ្នាពេលវាលោតមកបែបហ្នឹងមានន័យថាយើងត្រូវសម្អាតវាហើយនេះចំនួនដែលយើងត្រូវសម្អាតគឺ671មេហ្គាបៃអញ្ចឹងគឺវាច្រើនដែរយើងត្រូវសម្អាតវាដើម្បីឲ្យស្អាតហើយកន្លែងសញ្ញាព្រួយខ្ញុំគូនេះគឺយើងចុចលើវាមកគឺវា clean ហើយមានន័យថាវាចេញអស់វាសម្អាតអស់បាទហើយយើងអាចមើលទៅលើទូរស័ព្ទរបស់យើងបានទំហំទូរស័ព្ទរបស់យើងបាទគឺនៅចំណុចកន្លែងនេះបាទទូរស័ព្ទរបស់យើងគឺយើងប្រើអស់ 203G ហើយទូរស័ព្ទដែលមានទំហំ 256G ហ្នឹងហើយនៅក្នុងនេះក៏វាមានប្រាប់យើងដែរទាក់ទងជាមួយនឹងការប្រើប្រាស់របស់យើងនេះដូចខ្ញុំប្រើប្រាស់ទៅលើប្រើប្រាស់ទៅលើ Telegram បាទប្រើប្រាស់ទៅលើ Telegram គឺ 2G ជាងហើយ YouTube 139មេនិង Chrome 695មេអញ្ចឹងទៅហើយចំនួនដែលសម្អាតបាទចំនួនដែលសម្អាតដែលយើងត្រូវសម្អាតវានេះគឺនៅកន្លែងនេះមានន័យថាត្រាស់នេះនៅក្នុងធុងសម្រាមដែលយើងលុបហើយវាអត់តន់ទៅលុបកន្លែងធុងសម្រាមណាហ្នឹងហើយកន្លែងនេះមានន័យថា app របស់យើង app ដែលយើង download មកសរុបហ្នឹងគឺវាប្រើអស់ 19G ជាងបាទហើយ file របស់យើងផ្សេងទៀតគឺយើងប្រើ 3G វីដេអូរបស់យើងគឺប្រហែលយើងមើលតាមហ្នឹងមកអ្នកនរគ្នាបាទហើយកន្លែងនេះគឺយើងត្រូវសម្អាតវាក៏ល្អដែរមានន័យថាពេលវាច្រើន G ពេកយើងចូលទៅសម្អាតវាមកណាតែឥឡូវខ្ញុំបង្រៀនតែអ្នកទាំងអស់គ្នាតែកន្លែងតំណឹងសិនទេបាទទាក់ទងជាមួយនឹងការ scan clean មេរោគឥឡូវយើងចុចកន្លែងហ្នឹងមួយមកបាទចុចទៅវានឹងដើរអ្នកទាំងអស់គ្នាបាទវាដើរឃើញអត់វាដើរអស់ហើយយើងចុចក្រៅវិញមកគឺវាអស់ហើយកន្លែងនេះបាទមានន័យថាប្រមាណ671ហ្នឹងគឺយើង clean អស់ហើយបាទ clean អស់ហើយបាទអញ្ចឹងបងប្អូនអរគ្នាដែលមានចម្ងល់កន្លែងណាផ្សេងទៀតអាច comment នៅក្នុងវីដេអូបានបាទអរគុណកុំភ្លេចចុច subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតបាទនៅកលឹកល្អផ្សេងទៀតដែលអ្នកទាំងអស់គ្នាគូធ្វើតាមបាទអរគុណជួបគ្នានៅវីដេអូក្រោយ